បាទជំរាបសួរដល់អស់លោកបងប្អូនជាទីស្រឡាញ់រាប់អានខ្ញុំបាទនឹងចាប់ពីខែនេះទៅបាទខែថ្មីទៅគឺយើងនឹងចាប់ផ្ដើមមានកម្មវិធីមួយគឺនឹងមានការដែលអានព្រះគម្ពីរហើយនឹងចែកចាយខ្លីជារៀងរាល់ថ្ងៃគឺ10នាទីសម្រាប់ជាការលើកទឹកចិត្តហើយនឹងជាទីបន្ទាល់ផ្សេងខ្ញុំនឹងព្យាយាមបានរកនៅទីបន្ទាល់របស់ពួកជំនុំរបស់យើងដើម្បីផ្សាយដើម្បីលើកទឹកចិត្តអញ្ចឹងសង្ឃឹមថាអស់លោកអ្នកបងប្អូននឹងមានទីបន្ទាល់ខ្លីបងប្អូនណាដែលមានទីបន្ទាល់អាចនៅក្នុងការដែលជួយថតខ្លួនឯងហើយអាចនៅក្នុងការដែលផ្ញើមកខ្ញុំបានដើម្បីជាការលើកទឹកចិត្តដល់គ្នាទៅវិញទៅមកបងប្អូនណាចង់មានទីបន្ទាល់អីអាចនៅក្នុងការដែលថតជាវីដេអូក៏បានជាសំឡេងក៏បានដែរបងប្អូនចង់បានជាសំឡេងយើងដាក់ជាសំឡេងយើងអត់ឲ្យមានរូបក៏បានដែរអញ្ចឹងអរលោកដល់បងប្អូនក្នុងការទាំងអស់នេះគឺយើងជាសម័យបច្ចេកវិទ្យាបងប្អូនអាចនៅក្នុងការដែលស្ដាប់ហើយលើកទឹកចិត្តតាមរយៈការដែលមានកម្មវិធីខ្លីៗជាមួយគ្នារៀងរាល់ថ្ងៃដើម្បីពង្រឹងសេចក្តីជំនឿរបស់យើងរាល់គ្នាឲ្យកាន់តែរីកចម្រើនសង្ឃឹមថាអស់លោកអ្នកបងប្អូននឹងពេញចិត្តហើយមានការរីកចម្រើនបន្តដំណើរបេសកកម្មរបស់យើងទៅមុខទៀតដើម្បីកសាងសង្គមជាតិរបស់យើងឲ្យកាន់តែមានសេចក្តីសុខសាន្តសូមឲ្យយើងខ្លាយទៅជាម្នាក់ដែលជួយទៅដល់សហគមន៍របស់យើងសូមឲ្យយើងខ្លាយទៅជាអ្នកដែលធ្វើឲ្យសហគមន៍របស់យើងពោរពេញទៅដោយសន្តិភាពសូមឲ្យយើងខ្លាយទៅជាម្នាក់ដែលធ្វើឲ្យសហគមន៍របស់យើងបានរីកចម្រើនតាមអ្វីដែលយើងកំពុងតែមានតាមអ្វីដែលព្រះកំពុងតែផ្ដល់អំណោយទានចូលកសាងប្រទេសជាតិរបស់យើងឲ្យបានរីកចម្រើនចូលរួមទាំងអស់គ្នាដើម្បីស្ដារប្រទេសជាតិរបស់យើងដើម្បីឲ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍកាន់តែរីកចម្រើនដូច្នេះសូមបានចូលរួមជាមួយគ្នា10នាទីរៀងរាល់ថ្ងៃដើម្បីពង្រឹងសេចក្តីជំនឿសូមព្រះប្រទានពរ